សួស្តីបងប្អូនសិស្សានុសិស្សទាំងអស់គ្នាកាលពីវីដេអូមុនយើងបានធ្លាប់បានដឹងអំពីប្រវត្តិនៃខែខ្មែរមួយចំនួនរួចមកហើយប៉ុន្តែថ្ងៃនេះដើម្បីឲ្យកាន់តែងាយស្រួលចំណាំនិងយល់ដឹងកាន់តែស៊ីជម្រៅខ្ញុំបានចងក្រងខែសុរិយគតិនិងខែចន្ទគតិទាំង12ខែមកជួបគ្នាចំព្រមទាំងបង្ហាញចំនួនថ្ងៃក្នុងខែនីមួយៗតែម្ដងតោះកុំឲ្យខាតពេលយូរយើងចាប់ផ្ដើមពីខែដំបូងគេបង្អស់ខែទី1ខែមករាត្រូវចំជាមួយនឹងខែបុស្សមករាមាន31ថ្ងៃឯខែបុស្សមាន30ថ្ងៃខែទី2ខែកុម្ភៈត្រូវចំជាមួយនឹងខែមិញកុម្ភៈមាន28ថ្ងៃឬ29ឯខែមិញមាន29ថ្ងៃខែទី3គឺខែមីនាត្រូវចំជាមួយនឹងខែផលគុណមីនាមានចំនួន31ថ្ងៃឯខែផលគុណមានចំនួន30ថ្ងៃខែទី4គឺខែមេសាត្រូវចំជាមួយនឹងខែចែកមេសាមាន30ថ្ងៃឯខែចែកមាន29ថ្ងៃខែទី5គឺខែឧសភាត្រូវចំជាមួយនឹងខែពិសាឧសភាមាន31ថ្ងៃឯខែពិសាមាន30ថ្ងៃខែទី6ខែមិថុនាត្រូវចំជាមួយនឹងខែចេសមិថុនាមាន30ថ្ងៃឯខែចេសមាន29ថ្ងៃខែទី7ខែកក្កដាត្រូវចំជាមួយនឹងខែអាសាឍកក្កដាមាន31ថ្ងៃឯខែអាសាឍមាន30ថ្ងៃខែទី8គឺខែសីហាត្រូវចំជាមួយនឹងខែស្រាបសីហាមាន31ថ្ងៃឯខែស្រាបមាន29ថ្ងៃខែទី9ឬចំខែកញ្ញាត្រូវចំជាមួយខែភទ្របទកញ្ញាមាន30ថ្ងៃឯខែភទ្របទមាន30ថ្ងៃដែរខែទី10គឺខែតុលាត្រូវចំជាមួយខែអាសត់តុលាមាន31ថ្ងៃឯខែអាសត់មាន29ថ្ងៃខែទី11គឺខែវិច្ឆិកាត្រូវចំជាមួយនឹងខែកដឹកវិច្ឆិកាមាន30ថ្ងៃឯខែកដឹកក៏30ថ្ងៃដែរខែទី12ចំខែធ្នូចំជាមួយនឹងខែមករាធ្នូមាន31ថ្ងៃឯខែមករាមាន29ថ្ងៃបាទជាសរុបទៅក្នុងមួយឆ្នាំនៃខែសកលមាន365ថ្ងៃឬក៏366ថ្ងៃរីឯខែខ្មែរយើងវិញមាន354ថ្ងៃក្នុងថ្ងៃឆ្នាំធម្មតានិងឡើងដល់384ថ្ងៃក្នុងឆ្នាំដែលមានខែបង្ក្រប់ឬឆ្នាំអដ្ឋកមិញសូមចុច like និង share មាតិកានេះដើម្បីចែករំលែកចំណេះដឹងទាំងអស់គ្នាផងបាទសូមអរគុណ